បាទសួស្តីបងប្អូនដែលចង់រៀនស្រៈក៏ដូចជាជនជាអ្នកដែលយើងប្រើនៅក្នុងសូរសំឡេងដែលយើងច្រើននិយាយថាសិញនោះបាទសិញជាភាសាអង់គ្លេសអញ្ចឹងបើសិនជាយើងចេះអាហ្នឹងវាប្រយោជន៍វាគឺពេលដែលយើងអានទៅវាអត់ងាយខុសដោយសារនៅក្នុង dictionary ហ្នឹងក៏មានជាសិញនឹងដែរបាទហើយបើយើងអានទៅតាមសំឡេងរបស់គេហ្នឹងយើងមិនដឹងថាសំឡេងរបស់គេហ្នឹងត្រូវឬខុសហើយក៏យើងអត់សូវច្បាស់ដែរអញ្ចឹងខ្ញុំលើកយកមេរៀននេះមកបង្រៀនគឺចង់បង្រៀនពីមូលដ្ឋានគ្រឹះបាទមូលដ្ឋានគ្រឹះរបស់ស្រៈនឹងទៅដល់បងប្អូនដែលគាត់ចង់រៀនណាបាទអញ្ចឹងលោកគ្រូចាប់ផ្ដើមពីស្រៈទី1គឺស្រៈអកបាទយើងមើលឃើញហើយស្រៈអកចុះឧទាហរណ៍ដូចជាពាក្យថា dog frog shock ស្រៈទី2គឺស្រៈអឧទាហរណ៍ដូចជាពាក្យ door more shore ពាក្យស្រៈទី3ជាស្រៈខ្លីដែរគឺស្រៈអដូចជាពាក្យថា duck luck and just